ទូរទស្សនិកជនជាទីមេត្រីប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌព្រែកភ្នៅក្នុងរាជធានីភ្នំពេញវិញមានចំនួនដល់ទៅ 1000 គ្រួសារពួកគាត់ក៏បានទទួលនៅអំណោយចង្ក្រានដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាននៅថ្ងៃទី 8 ខែធ្នូនៃឆ្នាំ 2024 ឯកឧត្តមផៃសុកខេងបានដឹកនាំក្រុមការងារនិងមានការចូលរួមពីបណ្ឌិតហានបូរិនប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខណ្ឌព្រែកភ្នៅលោកធឹមសំអានអភិបាលខណ្ឌព្រែកភ្នៅលោកសខុនបូរិនប្រធានបណ្ដាញសង្គមស៊ីវិលកម្ពុជាបាននាំយកចង្ក្រានចែកជូនដល់ប្រជាពលរដ្ឋចំនួន 1000 គ្រួសារតាមរយៈកងស៊ូ Iceberg Environmental Consulting Service ដែលមានមូលដ្ឋាននៅសាធារណរដ្ឋប្រជាមានិតចិនឯកឧត្តមបានថ្លែងថាតាមរយៈសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យប្រជាជនកម្ពុជាទទួលបានផ្លែផ្កានិងមានឱកាសការងារជាច្រើនដើម្បីលើកស្ទួយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើងជាពិសេសសន្តិភាពនេះទើបធ្វើឲ្យបណ្ដាប្រទេសជាមិត្តដូចជាប្រទេសចិនជួយដល់កម្ពុជាលើគ្រប់វិស័យឯកឧត្តមផៃសុកខេងបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីមានការគិតគូរយ៉ាងយកចិត្តទុកដាក់ក្នុងដំណាក់កាលនៃទិសដៅវឌ្ឍនភាពរបស់កម្ពុជានៃសេចក្តីបដិញ្ញារបស់រាជរដ្ឋាភិបាលជំហានទី1ឆ្នាំ2030កម្ពុជានឹងក្លាយជាប្រជាជាតិដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2050ប្រជាជាតិនឹងឈានទៅកាន់ប្រជាជាតិដែលមានចំណូលខ្ពស់លោកសាខុនបូរិនប្រធានបណ្ដាញសង្គមស៊ីវិលកម្ពុជាបានលើកឡើងផងដែរថាគម្រោងប្រើប្រាស់ចង្ក្រានព្រៃមាន់បានចូលរួមកាត់បន្ថយការបំពុលបរិស្ថានដោយក្រុមហ៊ុនចិនមួយនេះគឺផ្ដោតសំខាន់ទៅលើភាពបៃតងនៅលើភពផែនដីនិងមានសកម្មភាពក្នុងការជួយកាត់បន្ថយភាពក្រីក្រហើយនឹងការចូលរួមកាត់បន្ថយការបំភាយកាបូនចូលក្នុងបរិយាកាសផងដែរចង្ក្រាននេះត្រូវបានផលិតឡើងដោយសិប្បកម្មឈ្មោះព្រៃមាន់ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ឆ្នាំងនិងមានកម្មករជាអ្នកពិការភាពមួយចំនួនផងដែរ